71% នៃផ្ទៃផែនដីត្រូវបានគ្របដណ្ដប់ដោយទឹកហើយ 29% ដែលនៅសេសសល់គឺជាដែនដីគោកដែលបានបែងចែកទៅជាទ្វីបហើយទ្វីបក៏ត្រូវបានបែងចែកទៅជាប្រទេសមានប្រទេសចំនួន195លើភពផែនដីហើយប្រទេសដែលធំជាងគេបំផុតគឺប្រទេសរុស្ស៊ីចំណែកឯប្រទេសតូចជាងគេបំផុតគឺបូរីវ៉ាទីកង់នៅពេលនេះខ្ញុំបាទសូមលើកយកប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតទាំង10នៅក្នុងពិភពលោកមកជម្រាបជូនលោកអ្នកទី10ប្រទេសអាល់ហ្សេរីមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរីមានទីតាំងនៅក្នុងតំបន់ម៉ាហ្ក្រេបនៃអាហ្វ្រិកខាងជើងជាប្រទេសធំជាងគេបំផុតទី10នៅក្នុងពិភពលោកដែលមានទំហំ 2,781,741 គីឡូម៉ែត្រការ៉េដែលមានព្រំប្រទល់ភាគឦសានជាប់នឹងប្រទេសទុយនេស៊ីភាគខាងកើតជាប់នឹងប្រទេសលីប៊ីភាគអាគ្នេយ៍ជាប់ប្រទេសនីសេភាគនិរតីជាប់ប្រទេសម៉ាលីម៉ូរីតានីនិងសាហារ៉ាខាងលិចនៅភាគខាងលិចជាប់នឹងប្រទេសម៉ារ៉ុកនិងនៅភាគខាងជើងជាប់នឹងសមុទ្រមេឌីទែរ៉ាណេរដ្ឋធានីនិងទីក្រុងធំជាងគេបំផុតរបស់អាល់ហ្សេរីគឺទីក្រុងអាស៊ែដែលមានទីតាំងនៅជាប់សមុទ្រមេឌីទែរ៉ាណេនៅក្នុងឆ្នាំ2025អាល់ហ្សេរីមានប្រជាជនជាង47លាននាក់ហើយ 99% គឺជាមូស្លីមនិកាយស៊ុននីទី9ប្រទេសកាហ្សាក់ស្ថានមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋកាហ្សាក់ស្ថានជាប្រទេសឆ្លងទ្វីបហើយដែនដីមួយភាគធំរបស់ប្រទេសនេះគឺស្ថិតនៅអាស៊ីកណ្ដាលនិងផ្នែកតូចមួយស្ថិតនៅអឺរ៉ុបខាងកើតកាហ្សាក់ស្ថានគឺជាប្រទេសធំជាងគេបំផុតទី9នៅក្នុងពិភពលោកដែលមានផ្ទៃដីទំហំ 2,724,900 គីឡូម៉ែត្រការ៉េដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើងនិងខាងលិចប្រទេសចិនស្ថិតនៅភាគខាងកើតគីគីស្ថានស្ថិតនៅភាគអាគ្នេយ៍អ៊ូបេគីស្ថានស្ថិតនៅភាគខាងត្បូងទូម៉ែនីស្ថាននិងសមុទ្រកាស្ពីយែនស្ថិតនៅភាគនិរតីរដ្ឋធានីគឺទីក្រុងអាស្តាណាខណៈដែលទីក្រុងធំជាងគេបំផុតនិងជាមជ្ឈមណ្ឌលវប្បធម៌និងពាណិជ្ជកម្មឈានមុខគេគឺទីក្រុងអាល់ម៉ាទីដែលធ្លាប់ជារដ្ឋធានីដល់ឆ្នាំ1997នៅក្នុងឆ្នាំ2025កាហ្សាក់ស្ថានមានប្រជាជនជាង20លាននាក់ដែល 70% គឺជាមូស្លីមទី8ប្រទេសអាសង់ទីនមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអាសង់ទីនមានទីតាំងនៅពាក់កណ្ដាលភាគខាងត្បូងនៃអាមេរិកខាងត្បូងវាមានផ្ទៃដីទំហំ 2,784,400 គីឡូម៉ែត្រការ៉េជាប្រទេសធំជាងគេបំផុតទី8នៅក្នុងពិភពលោកអាសង់ទីនមានព្រំប្រទល់ដ៏វែងអន្លាយជាមួយនឹងប្រទេសឈីលីនៅភាគខាងលិចហើយក៏មានព្រំប្រទល់ជាប់នឹងប្រទេសបូលីវីនិងប៉ារ៉ាហ្គាយស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីលស្ថិតនៅភាគឦសានអ៊ុយរ៉ូហ្គាយនិងមហាសមុទ្រអាត្លង់តិកស្ថិតនៅភាគខាងកើតទីក្រុងបុយណូសែគឺជារដ្ឋធានីនិងជាទីក្រុងធំជាងគេនៅក្នុងឆ្នាំ2025អាសង់ទីនមានប្រជាជនជិត46លាននាក់ប្រហែល 78% គឺជាអ្នកគោរពសាសនាគ្រិស្តទី7ប្រទេសឥណ្ឌាមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋឥណ្ឌាស្ថិតនៅអាស៊ីខាងត្បូងជាប្រទេសធំជាងគេបំផុតទី7ដែលមានផ្ទៃដី 3,287,263 គីឡូម៉ែត្រការ៉េនិងមានប្រជាជន 1,463 លាននាក់គិតត្រឹមឆ្នាំ2025ច្រើនជាងគេបំផុតនៅក្នុងពិភពលោកហើយក្នុងនោះប្រហែលជា 80% គឺជាអ្នកគោរពសាសនាហិណ្ឌូប្រទេសនេះមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូងសមុទ្រអារ៉ាប់ស្ថិតនៅភាគនិរតីនិងឈូងសមុទ្របេងកាល់ស្ថិតនៅភាគអាគ្នេយ៍ចំណែកឯព្រំដែនគោកគឺជាប់នឹងប្រទេសប៉ាគីស្ថានស្ថិតនៅភាគខាងលិចប្រទេសចិនប៊ូតាននេប៉ាល់ស្ថិតនៅភាគខាងជើងបង់ក្លាដេសនិងមីយ៉ាន់ម៉ាស្ថិតនៅភាគខាងកើតរដ្ឋធានីគឺទីក្រុងញូដេលីទី6ប្រទេសអូស្ត្រាលីមានឈ្មោះជាផ្លូវការថាសហព័ន្ធអូស្ត្រាលីជាប្រទេសប្រជាធិបតេយ្យនិងរបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលមានរដ្ឋចំនួន6និងដែនដីចំនួន10លាតសន្ធឹងលើទ្វីបអូស្ត្រាលីខ្លួនឯងទាំងមូលកោះតាស្មានីនិងកោះតូចៗជាច្រើនទៀតដែលមានផ្ទៃដីទំហំ 7,688,287 គីឡូម៉ែត្រការ៉េធំជាងគេទី6នៅក្នុងពិភពលោកហើយគិតត្រឹមឆ្នាំ2025អូស្ត្រាលីមានប្រជាជនរស់នៅប្រហែល28លាននាក់ហើយប្រហែលជា 44% គឺជាគ្រឹស្តសាសនារាជធានីគឺទីក្រុងកង់បេរ៉ាទី5ប្រទេសប្រេស៊ីលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋសហព័ន្ធប្រេស៊ីលគឺជាប្រទេសធំជាងគេបំផុតនៅអាមេរិកខាងត្បូងនិងធំជាងគេទី5នៅក្នុងពិភពលោកដែលមានផ្ទៃដីទំហំ 8,515,770 គីឡូម៉ែត្រការ៉េមានព្រំប្រទល់ជាប់នឹងមហាសមុទ្រអាត្លង់តិកស្ថិតនៅភាគខាងកើតដែលមានឆ្នេរសមុទ្រប្រវែង 7,491 គីឡូម៉ែត្រនិងមានព្រំដែនគោកជាប់នឹងប្រទេសផ្សេងៗទាំងអស់នៅអាមេរិកខាងត្បូងលើកលែងតែប្រទេសអេក្វាដ័រនិងឈីលីតែប៉ុណ្ណោះនៅក្នុងឆ្នាំ2025ប្រេស៊ីលមានប្រជាជនជាង213លាននាក់ក្នុងនោះ 83.60% គឺជាគ្រឹស្តសាសនាប្រទេសនេះមានអ្នកនិយាយភាសាប៉ូទុយហ្គាល់ច្រើនជាងគេបំផុតនៅក្នុងពិភពលោកហើយជាប្រទេសតែមួយគត់នៅទ្វីបអាមេរិកដែលយកភាសាប៉ូទុយហ្គាល់ធ្វើជាភាសាផ្លូវការរដ្ឋធានីរបស់ប្រេស៊ីលគឺទីក្រុងប្រេស៊ីលីហើយទីក្រុងធំជាងគេបំផុតគឺទីក្រុងសាវប៉ាឡូតាមពីក្រោយដោយទីក្រុងរីយ៉ូដឺសានេរ៉ូទី4ប្រទេសចិន
មានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅអាស៊ីបូព៌ាគឺជាប្រទេសធំជាងគេបំផុតទី4នៅក្នុងពិភពលោកដែលមានផ្ទៃដីទំហំ 9,596,961 គីឡូម៉ែត្រការ៉េមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន14រួមមានរុស្ស៊ីកូរ៉េខាងជើងម៉ុងហ្គូលីប៉ាគីស្ថានអាហ្វហ្គានីស្ថាននេប៉ាល់ប៊ូតានឥណ្ឌាកាហ្សាក់ស្ថានគីគីស្ថានតាជីគីស្ថានឡាវមីយ៉ាន់ម៉ានិងប្រទេសវៀតណាមនៅក្នុងឆ្នាំ2025ប្រទេសចិនមានប្រជាជនចំនួន 1416 លាននាក់ច្រើនជាងគេបំផុតទី2បន្ទាប់ពីប្រទេសឥណ្ឌាហើយទីក្រុងប៉េកាំងគឺជារដ្ឋធានីទី3សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ1នៅក្នុងពិភពលោកដែលមានទីតាំងនៅអាមេរិកខាងជើងជាសាធារណរដ្ឋសហព័ន្ធដែលមានរដ្ឋចំនួន50ហើយក្នុងនោះរដ្ឋចំនួន48មានទឹកដីជាប់គ្នាយ៉ាងធំល្វឹងល្វើយដែលមានព្រំដែនគោកជាប់នឹងប្រទេសកាណាដានៅភាគខាងជើងនិងប្រទេសមិចស៊ីកូស្ថិតនៅភាគខាងត្បូងនិងមានមហាសមុទ្រ2នៅអមសងខាងគឺមហាសមុទ្រអាត្លង់តិកនៅភាគខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅភាគខាងលិចចំណែកឯរដ្ឋពីរទៀតដែលចេញពីរដ្ឋទាំង48គឺរដ្ឋអាឡាស្កាស្ថិតនៅភាគពាយ័ព្យជិតនឹងតំបន់ប៉ូលជាប់ប្រទេសកាណាដាក្បែរប្រទេសរុស្ស៊ីនិងរដ្ឋហាវ៉ៃដែលជាប្រជុំកោះស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកហើយអាមេរិកក៏មានដែនកោះធំៗមួយចំនួនទៀតនៅអូសេអានីនិងការ៉ាបៀនផងដែរប្រទេសនេះមានផ្ទៃដីសរុប 9,833,520 គីឡូម៉ែត្រការ៉េគឺជាប្រទេសធំជាងគេបំផុតទី3នៅក្នុងពិភពលោកនិងមានប្រជាជនជាង340លាននាក់គិតត្រឹមឆ្នាំ2025 Washington DC គឺជារដ្ឋធានីចំណែកឯទីក្រុង New York គឺជាទីក្រុងធំជាងគេបំផុតប្រជាជនប្រហែល 67% គឺជាគ្រិស្តសាសនាដែលធ្វើឲ្យអាមេរិកមានប្រជាជនគ្រិស្តបរិស័ទច្រើនជាងគេបំផុតនៅក្នុងពិភពលោកទី2ប្រទេសកាណាដាមានទីតាំងនៅអាមេរិកខាងជើងខេត្តចំនួន10និងទឹកដីចំនួន3របស់កាណាដាលាតសន្ធឹងពីមហាសមុទ្រអាត្លង់តិកដល់មហាសមុទ្រប៉ាស៊ីហ្វិកនិងឆ្ពោះទៅភាគខាងជើងចូលទៅក្នុងមហាសមុទ្រអាកតិកដែលធ្វើឲ្យវាក្លាយជាប្រទេសធំជាងគេបំផុតទី2នៅក្នុងពិភពលោកដែលមានផ្ទៃដីទំហំ 9,984,670 គីឡូម៉ែត្រការ៉េប្រទេសនេះមានព្រំដែនគោកជាមួយនឹងសហរដ្ឋអាមេរិកដែលជាព្រំដែនគោកអន្តរជាតិវែងជាងគេបំផុតនៅក្នុងឆ្នាំ2025កាណាដាមានប្រជាជនជាង41លាននាក់រាជធានីគឺទីក្រុងអូតាវ៉ាទី1ប្រទេសរុស្ស៊ីសហព័ន្ធរុស្ស៊ីមានទីតាំងនៅអឺរ៉ុបខាងកើតនិងអាស៊ីខាងជើងមានផ្ទៃដីធំជាងគេបំផុតនៅក្នុងពិភពលោកដែលមានទំហំ 17,75,400 គីឡូម៉ែត្រការ៉េលាតសន្ធឹងលើតំបន់ពេលវេលាចំនួន11និងមានព្រំដែនគោកជាប់នឹងប្រទេសចំនួន14រួមមានណ័រវេសហ្វាំងឡង់អេស្តូនីលេតូនីលីទុយអានីប៉ូឡូញបេឡារុសអ៊ុយក្រែនហ្សកស៊ីអាស៊ែបៃសង់កាហ្សាក់ស្ថានចិនម៉ុងហ្គូលីនិងកូរ៉េខាងជើងដោយមានប្រជាជនជាង146លាននាក់រុស្ស៊ីគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅអឺរ៉ុបនិងច្រើនជាងគេទី9នៅក្នុងពិភពលោកមូស្គូគឺជារដ្ឋធានីនិងជាទីក្រុងធំជាងគេបំផុតរបស់រុស្ស៊ីBoostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេ